មេរៀន8ការកសាងភាពស៊ាំសូមគិតអំពីឈើនៅពេលមានខ្យល់ព្យុះឫសរបស់វាចាក់យ៉ាងរឹងមាំនិងជ្រៅទៅក្នុងដីដើម្បីផ្ដល់នូវស្ថិរភាពនិងកម្លាំងស្រដៀងគ្នានេះដែរទំនាក់ទំនងដែលប្រកបដោយការគ្រប់គ្រងបានដើរតួនាទីជាឫសគល់សម្រាប់កូនដើម្បីរារាំងនិងជួយពួកគេទប់ទល់នឹងព្យុះជីវិតសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយការគ្រប់គ្រងកូនមិនកើតមកជាមួយភាពស៊ាំស្រាប់នោះទេភាពស៊ាំកើតឡើងទៅតាមពេលវេលាកត្តាចម្បងមួយក្នុងចំណោមកត្តាចម្បងជាច្រើនដែលរួមចំណែកធ្វើឲ្យកូនមានភាពស៊ាំនោះគឺទំនាក់ទំនងប្រកបដោយការគ្រប់គ្រងទាំងក្នុងគ្រួសារនិងក្រៅគ្រួសារទំនាក់ទំនងទាំងនេះបានផ្ដល់អារម្មណ៍សុវត្ថិភាពសម្រាប់កូនដើម្បីបញ្ចេញអារម្មណ៍ពួកគេសួរសំណួរនិងស្វែងរកការណែនាំទំនាក់ទំនងដែលប្រកបដោយការគ្រប់គ្រងជួយកូនពេលដែលពួកគេជួបបញ្ហាប្រឈមនិងខ្លាចជាដើមទុនក្នុងការទប់ទល់ជាមួយស្ថានភាពលំបាកទំនាក់ទំនងប្រកបដោយការគ្រប់គ្រងមិនគ្រាន់តែជាការផ្ដល់ជំនួយនៅពេលមានបញ្ហានោះទេវាក៏ចូលរួមចំណែកក្នុងការជំរុញបរិយាកាសមួយដែលកូនទទួលបានក្តីស្រឡាញ់ភាពកក់ក្ដៅមានអារម្មណ៍ថាគេឲ្យតម្លៃនិងត្រូវបានគេដឹងឮនៅពេលដែលកូនដឹងថាគេមានប្រព័ន្ធគ្រប់គ្រងដែលពួកគេអាចពឹងផ្អែកលើបាននោះពួកគេនឹងមានថាមពលកាន់តែខ្លាំងឡើងដើម្បីប្រឈមមុខនឹងស្ថានភាពចុះឡើងនៅក្នុងជីវិតរបស់ពួកគេដែលមិនអាចជៀសរួចទំនាក់ទំនងឪពុកម្ដាយនិងកូនទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនគឺជាទំនាក់ទំនងដ៏សំខាន់និងមានឥទ្ធិពលបំផុតនៅក្នុងជីវិតរបស់កូនតួនាទីរបស់អ្នកជាឪពុកម្ដាយគឺសំខាន់ណាស់ក្នុងការរៀបចំសមត្ថភាពរបស់កូនអ្នកក្នុងការងើបឡើងវិញពីភាពលំបាកនេះគឺជាវិធីមួយចំនួនដែលអ្នកអាចពង្រឹងទំនាក់ទំនងនេះដើម្បីលើកកម្ពស់ភាពស៊ាំទំនាក់ទំនងដោយបើកចំហចិត្តបង្កើតបរិយាកាសមួយដែលកូនរបស់អ្នកមានអារម្មណ៍ងាយស្រួលក្នុងការពិភាក្សាអំពីគំនិតនិងអារម្មណ៍របស់ពួកគេជាមួយអ្នកស្ដាប់យ៉ាងយកចិត្តទុកដាក់ដោយគ្មានការវិនិច្ឆ័យនិងទទួលស្គាល់អារម្មណ៍របស់ពួកគេការជំរុញឲ្យមានការជឿទុកចិត្តជួយឲ្យពួកគេអភិវឌ្ឍភាពឆ្លាតវៃខាងអារម្មណ៍យ៉ាងខ្លាំងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌឲ្យកូនរបស់អ្នកដឹងថាក្តីស្រឡាញ់របស់អ្នកមិនប្រែប្រួលទេទោះជាពួកគេជោគជ័យឬបរាជ័យក៏ដោយអារម្មណ៍ដែលប្រកបដោយក្តីស្រឡាញ់នេះជួយឲ្យពួកគេមានអារម្មណ៍ថាកក់ក្ដៅមានសុវត្ថិភាពនិងលើកទឹកចិត្តឲ្យពួកគេហ៊ានសាកល្បងហ៊ានទទួលយកហានិភ័យនិងរៀនពីកំហុសរបស់ពួកគេផងដែរការកំណត់ព្រំដែនឬច្បាប់ទម្លាប់សូមកំណត់ព្រំដែនឬច្បាប់ទម្លាប់ដោយភាពច្បាស់លាស់និងជាប់លាប់កូនលូតលាស់ល្អនៅក្នុងបរិយាកាសដែលពួកគេដឹងពីការរំពឹងទុកច្បាស់លាស់ថាពួកគេគួរធ្វើអ្វីនិងមិនគួរធ្វើអ្វីនេះក៏ជួយពួកគេអភិវឌ្ឍវិន័យខ្លួនឯងនិងអារម្មណ៍នៃការទទួលខុសត្រូវផងដែរការជ្រើសរើសមនុស្សគំរូដែលមានវិជ្ជមានជួយកូនរបស់អ្នកក្នុងការស្វែងរកមនុស្សដែលពួកគេស្រឡាញ់ទុកចិត្តឬមនុស្សគំរូដែលអាចផ្ដល់ការណែនាំនិងគាំទ្រនៅខាងក្រៅគ្រួសារបុគ្គលទាំងនេះអាចផ្ដល់នូវទស្សនៈដ៏មានតម្លៃនិងជំរុញការអភិវឌ្ឍផ្ទាល់ខ្លួនរបស់កូនអ្នកបានយ៉ាងមានប្រសិទ្ធភាពការកសាងទំនុកចិត្តលើកទឹកចិត្តកូនរបស់អ្នកឲ្យជឿទុកចិត្តលើអ្នកដទៃដោយធ្វើជាគំរូតាមរយៈទំនាក់ទំនងដែលល្អនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកសូមប្រុងប្រយ័ត្នកុំបង្ហាញការភ័យខ្លាចរបស់អ្នកឲ្យកូនអ្នកព្រោះវាអាចរារាំងសមត្ថភាពរបស់ពួកគេក្នុងការបង្កើតទំនាក់ទំនងដ៏គួរឲ្យទុកចិត្តនេះនៅក្នុងដំណើរការនៃការចិញ្ចឹមអប់រំកូនដែលប្រកបដោយភាពស៊ាំការកសាងទំនាក់ទំនងដែលមានការគ្រប់គ្រងគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់តាមរយៈការបណ្ដុះបណ្ដាលចំណងមេត្រីភាពរវាងឪពុកម្ដាយនិងកូនដ៏រឹងមាំនិងការលើកទឹកចិត្តឲ្យមានទំនាក់ទំនងខាងក្រៅជាវិជ្ជមានគឺអ្នកបានផ្ដល់អំណាចដល់កូនរបស់អ្នកជាមួយនឹងឧបករណ៍ដែលពួកគេត្រូវការដើម្បីប្រឈមជាមួយបញ្ហាក្នុងជីវិតរបស់ពួកគេសូមចងចាំថាការកសាងភាពស៊ាំគឺជាដំណើរការពេញមួយជីវិតហើយការណែនាំនិងសេចក្ដីស្រឡាញ់របស់អ្នកគឺជាមូលដ្ឋានគ្រឹះក្នុងការជួយកូនរបស់អ្នកឲ្យរីកចម្រើនទៅជាបុគ្គលដែលមានភាពស៊ាំមានទំនុកចិត្តនិងអាចសម្របខ្លួនបាននៅពេលអ្នកបន្តនៅលើវិថីជាឪពុកម្ដាយនេះសូមចងចាំថាភាពស៊ាំមិនមែនមានន័យថាជៀសវាងការលំបាកនោះទេប៉ុន្តែគឺជាការរៀនសូត្រពីការលំបាកទាំងនោះកូនរបស់អ្នកនឹងប្រឈមមុខជាមួយបញ្ហានានាប៉ុន្តែស្របជាមួយនឹងការគ្រប់គ្រងរបស់អ្នកនិងទំនាក់ទំនងដ៏រឹងមាំរបស់ពួកគេនោះពួកគេនឹងអាចងើបឈរឡើងវិញដោយភាពរឹងមាំនិងមានភាពស៊ាំជាងពេលមុន